វីដេអូនេះគឺជាវីដេអូតភាគទី5ព្រោះខ្ញុំមិនដឹងថា YouTube នឹងវាកាត់រោគអីទេពេលដែលខ្ញុំផុសរឿងនឹងពេញទៅគឺវាជាប់ copyright ណាអ្នកនាងអញ្ចឹងអ្នកទាំងគ្នាមើលភាគទី5នឹងហើយមើលភាគនេះតមកគឺចាប់សាច់រឿងភាគទី5នឹងពេញលេញហើយកុំឲ្យខាត់ពេលវេលាយូរទៅតាមដានរឿងរបស់យើងតហ្មងទៅប្រកួតនៅពេលហ្នឹងអ្នកទាំងគ្នាដឹងថាគ្រូពេទ្យហ្នឹងគាត់ធ្វើមកយ៉ាងគាត់បានចូលទៅកន្លែងផ្លាស់កៅអៅរួចផ្លាស់កៅអៅអ្នកគ្រប់ត្រគាត់បានពាក្យកៅអៅហ្នឹងឲ្យមករួមពេញហ្នឹងហើយក៏បានសួរថា Are you ready និយាយទៅសូខ្ញុំកៀងតែម្ដងនៅពេលដែលមើលវគ្គហ្នឹងហើយសើចរហូតនៅពេលដែលបញ្ចូលសលេងនេះក៏ចង់សើចដែរតែខំប្រឹងទប់ហើយនៅពេលហ្នឹងមីស៊ូគីគាត់ស្រែកឡើងខ្លាំងថាសិស្សច្បងបានឈុតនឹងមកពីណាគាត់ក៏បាននិយាយថាគាត់បានទៅចូលរួមការប្រកួតហើយគាត់ចាប់អារម្មណ៍ឈុតនឹងក៏បានទិញឈុតនឹងមកតមកគាត់ក៏បានទៅបដូរសម្លៀកបំពាក់វិញក៏មកនិយាយប្រាប់មីស៊ូគីថាសាណូគឺចង់បានកម្លាំងចិត្តពីមីស៊ូគីប្រាប់ឲ្យមីស៊ូគីនឹងព្យាយាមលើកទឹកចិត្តសាណូឲ្យបានច្រើនទៅគឺអូខេហើយរួចបន្ទាប់ពីមីស៊ូគីចេញពីបន្ទប់ពេទ្យនឹងវិញយើងក៏បានឃើញថាសិស្សច្បងនឹងគាត់បានបើកទូរស័ព្ទឲ្យឃើញសារពីបងស្រីរបស់គាត់បានផ្ញើស្រាតាពាំងបាយជូរមកឲ្យគាត់ពីអូស្ត្រាលីហើយមីស៊ូគីក៏បានដើរមកដល់បដៅគិតបដៅថាគួរធ្វើបែបណាដើម្បីឲ្យសាណូមានកម្លាំងចិត្តពេលដែលដើរគង់គិតហ្នឹងក៏បានបុកនឹងមនុស្សផងម្នាក់ធ្វើឲ្យជ្រួលវ៉ាន់ហើយនៅពេលងើបមុខឡើងទៅក៏បានឃើញថាជាកាណាស៊ូនៅពេលហ្នឹងពួកគេក៏បានមកជុំគ្នាពួកគេបានទិញអ្វីវ៉ាន់មកអស់ឲ្យដើម្បីជប់លៀងមានទាំងទឹកក្រូចមានទាំងដូចជាតៅហ៊ូមានអីច្រើនដែរនៅក្នុងគ្នាប៉ាហៀបរាប់ច្រើនពេកតមកពីរអ្នកទៀតនៅខាងលើនោះក៏បានស្រែកមកថាគាត់បានខ្ចីចក្រានអគ្គិសនីមកពីកន្លែងគេហើយមានឆ្នាំងមានអីនោះរៀបចំហើយតមកពួកគេក៏បានទៅរៀបចំដើម្បីធ្វើពិធីជប់លៀងមានដាក់គ្រឿងនេះគ្រឿងនោះចូលហើយនឹងចុងក្រោយគេគឺក្រូចឆ្មាដាក់ពីលើមើលទៅតំណមែនតើអ្នកនរគ្នាអេដមីនមើលវគ្គហ្នឹងហើយមានជាការ clean នឹងពួកគេរៀបញ៉ាំហ្នឹងមីស៊ូគីក៏បានកត់ទឹកក្រូចមួយហើយក៏បានសួរសាណូថាសាណូត្រូវការអីអត់សាណូក៏បាននិយាយថាអ្វីក៏បានដែរពេលហ្នឹងមីស៊ូគីក៏បានឃើញទឹកតាពាំងបាយជូរមួយតាមពិតនឹងជាស្រាទេអ្នកនរគ្នាអេដមីនភ្លេចប្រាប់ស្រាហ្នឹងគឺអាប៉ែមួយដែលមុខស្ងៀមស្ងៀមនឹងយកមកដោយនឹកស្មានថានឹងជារបស់ក្រុមគាត់ទិញមកចឹងណាពេលហ្នឹងមីស៊ូគីក៏បានគោះហើយក៏បានចាក់ស្រាតាពាំងបាយជូរនឹងឲ្យទៅសាណូផឹកមួយកែវហើយស្រានឹងខ្លាំងដែរសាណូផឹកមួយកែវអ្នកនរគ្នាសាកសមឲ្យមើលរួចនៅពេលដែលពួកគេកំពុងតែញ៉ាំហ្នឹងសាណូគាត់ក៏បានសុំចេញទៅមុនដោយសារគាត់មានអារម្មណ៍ថាគាត់រៀងឈឺក្បាលព្រោះដាក់ស្រាក្រហមឡើងមួយកែវហើយនឹងអ្នកនរគ្នាសាកសមឲ្យថាក្នុងខ្លួននោះវាមិនតមកសាណូគាត់ក៏បានដើរទៅក្នុងបន្ទប់ទៅមីស៊ូគីឃើញអញ្ចឹងក៏បានទៅតាមសាណូព្រោះបារម្ភខ្លាចសាណូមានបញ្ហាអីក៏បានដើរទៅចូលទៅដល់ក្នុងបន្ទប់ហ្នឹងក៏បានឃើញថាសាណូកំពុងតែអង្គុយផ្អែកនៅខែហើយមានអារម្មណ៍ថាមើលទៅដូចជាមានជំងឺដូចក្តៅខ្លួនអីចឹងណាមីស៊ូគីក៏បានចូលទៅសួរថាសាណូកាត់អីសាណូក្តៅខ្លួនមែនរួចបន្ទាប់មកក៏បានឃើញថាសេនប៉ៃគាត់បានចូលទៅក្នុងបន្ទប់ដែលពួកគេកំពុងតែជប់លៀងហ្នឹងគាត់ក៏បានសួរថាពួកគេកំពុងធ្វើអីស្មើហ្នឹងព្រមចូលគេហើយពួកគេក៏បានប្រពោះសេនប៉ៃហ្នឹងមកញ៉ាំស៊ុបនឹងជាមួយគ្នាតមកសាច់រឿងរបស់យើងក៏បានកាត់មកដល់មីស៊ូគីកំពុងតែនិយាយគ្នាមួយសាណូបន្តទៀតមីស៊ូគីក៏បានសួរសាណូឆ្លើយហើយក៏បានខិតមកចិត្តមីស៊ូគីចាប់ដើមថយដល់កន្លែងតុកនោះជាប់កន្លែងហ្នឹងទៅក៏សាណូស្រឡឹងមុខមីស៊ូគីសុកក៏បានថើបមីស៊ូគីមួយបើតែអ្នកលួចក្រាស់សាណូនៅពេលដែលឃើញឈុតហ្នឹងហើយមានអារម្មណ៍មិនដែរសម្រាប់អេដមីនមានអារម្មណ៍ថាចំណែនដែរថាអ្នកស្រីហ្នឹងមិនមែនជាអេដមីនតែជាមីស៊ូគីអូខេវគ្គនេះបានចប់ហើយអ្នកទាំងអស់គ្នាហើយអេដមីននឹងចេញរឿងឲ្យបានលឿនឲ្យតន់ចិត្តអ្នកទាំងអស់គ្នាចង់មើលនៅចាំបញ្ចប់សូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងចុច Like ឲ្យ admin ម្នាក់មួយផងអរគុណច្រើនអ្នកនរគ្នា Sayonara Bye bye